បាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនសាជាថ្មីនេះជាកន្លែងកញ្ចុះបាទសម្រាប់អង្គុយលេងនៅទឹកដីនៃរាជធានីលង្វែកបាទនៅជាប់កូនភ្នំព្រហ្មវិហារធម៌ដែរបាទជាប់ស្រះទឹកបាទហើយឆ្នាំនេះលោកជំទាវគាត់លើកមកដាក់បាទតម្រៀបគ្នា3ជួរបាទតាមស្រះទឹកកន្លែងរហាត់ទឹកបាទហើយកញ្ចុះនេះអត់ទាន់មានញាតិញោមពុទ្ធបរិស័ទគាត់មកបាទសម្រាប់ទេបាទថ្ងៃនេះថ្ងៃទី30ហ្នឹងអត់ទាន់មានពុកម៉ែបងប្អូនគាត់មកសម្រាប់ទេមានតែបាទភ្ញៀវគាត់មកលេងកំសាន្តបាទហើយកញ្ចុះនេះមានដាក់លេខបាទហើយដែលតាមដឹងនោះគឺមានចំនួនទៅដល់100ជាងកញ្ចុះពុកម៉ែបងប្អូនអរគ្នាបាទកញ្ចុះនេះធំណាស់បាទអាចពុកម៉ែបងប្អូនសម្រាប់បាន5នាក់6នាក់បាទសម្រាប់5នាក់6នាក់បាទហើយកញ្ចុះនេះគឺតាមស្រះទឹកនេះបាទឡើងត្រជាក់ល្ហឹមហើយកូនក្មួយនេះទៅតែបាទសម្រាប់ទេបាទម៉ូតូនេះគឺធ្វើដំណើរមកពីភ្នំពេញបាទហើយមកតាំងព្រឹកបាទស្មើហ្នឹងគឺម៉ោង2រសៀលហើយពុកម៉ែបងប្អូនអរគ្នាបាទអាប់ដេតវីដេអូចែកជូនទៅដល់ពុកម៉ែបងប្អូនក្នុងនិងក្រៅប្រទេសទាំងអស់បានដឹងបាទអំពីបច្ចុប្បន្នភាពបាទនៅរាជធានីលង្វែកដែលនឹងកំពុងតែរៀបចំបុណ្យទេសនាមហាជាដកបាទដែលប្រព្រឹត្តទៅនៅថ្ងៃទី21 22 23 24 25 26បាទហើយមកងាកខាងនេះយើងវិញបាទមានបាទរហាត់ទឹកដែលជាបាទឲ្យកុយគុណទេសនាបាទនេះយើងអង្គុយតាមកញ្ចុះនេះទៅបាទមានបាទកន្លែងរហាត់ទឹកបាទដើម្បីឲ្យពុកម៉ែបងប្អូនបានទេសនាបាទហើយខាងនេះគឺនេះបាទរហាត់ទឹកខាងនេះពុកម៉ែបងប្អូនអរគ្នាបាទហើយបាទមានភ្ញៀវបាទបងលោកពូអ្នកមីងគាត់មកបាទលេងកំសាន្តនៅទីនេះផងដែរបាទគាត់អង្គុយសម្រាប់ហូបបាយបាទហើយនោះខាងនោះគឺរហាត់ទឹកបាទបើកថ្ងៃនេះបាទវិលនៅពុកម៉ែបងប្អូនអរគ្នាបាទពុកម៉ែបងប្អូនក្នុងនិងក្រៅប្រទេសដែលគាត់មកបាទចូលរួមបុណ្យទេសនាមហាជាដកបាទអាចអង្គុយមកបាទកុយគុណទេសនានៅកន្លែងរហាត់ទឹកនេះបានផងដែរបាទក្រុមការងាររបស់លោកជំទាវក៏កំពុងតែបាទរៀបចំកន្លែងបាទផ្សេងឲ្យបានស្អាតដើម្បីទទួលបាទពុកម៉ែបងប្អូនទាំងអស់បាទក្នុងស្រុកនិងក្រៅស្រុកបាទមកចូលរួមបុណ្យទេសនាមហាជាដកហ្នឹងបាទឲ្យគាត់បាទឆ្លាស់ចិត្តហើយទេសនាទៅស្អាតបាទលោកជំទាវសៀងច័ន្ទហេងគឺគាត់ខំប្រឹងប្រែងធ្វើបុណ្យបាទមែនតើបាទបុណ្យនេះពុកម៉ែបងប្អូនអាចបាទចូលរួមតាមសទ្ធាបាទជ្រះថ្លារបស់ពុកម៉ែបងប្អូនបានបាទចង់ចូលរួមជាផ្លែឈើក្តីជាថវិកាក្តីបាទអ្វីក៏បានដែរឲ្យតែចង់ចូលរួមបាទបុណ្យទេសនាមហាជាដកបាទងាកមកព្រឹត្តិការណ៍យើងទេសនាមហាជាដកវិញហ្នឹងគឺមានព្រះអង្គធម្មវិនយិសីបណ្ឌិតច័ន្ទមនីបាទព្រះអង្គសង្ឃដីកាប្រាប់ថាក្នុងរយៈពេល5យប់6ថ្ងៃហ្នឹងព្រះអង្គអាចនឹងនិមន្តមកគ្រប់ថ្ងៃបាទមកគ្រប់ថ្ងៃមកទេសនាផងដែរបាទហើយមកទស្សនភាពយើងវិញបាទតាមស្រះទឹកនេះបាទមានផ្កាឈូកហើយបាទនេះធំស្រឡះណាស់កញ្ចក់នេះបាទត្រជាក់មែនតែនបាទសូមបញ្ជាក់ពុកម៉ែបងប្អូនអរគ្នា
ថ្ងៃនេះគឺថ្ងៃទី30បាទខែ11ឆ្នាំ2025បាទកញ្ចោះនេះគឺនៅទេបាទនៅមានដាក់លេខទៀតពុកម៉ែបងប្អូនអ្នកគ្នាបាទលេខបងលេខកញ្ចោះនីមួយបាទដូចជាកញ្ចោះនេះសម្រាប់បាទអង្គុយទទួលទានអាហារបាទកញ្ចោះច្រើនអត់តាន់បាទមានពុកម៉ែបងប្អូនណាគាត់មកសម្រាប់ទេបាទមានតែភ្ញៀវបាទគាត់មកកំសាន្តលេងបាទហើយក៏គាត់ចង់រឹងបាទដូចជាបាទក្រាកន្ទេលអង្គុយពិសារអាហារបាទនេះកញ្ចោះនេះគឺមាន3ជួរពុកម៉ែបងប្អូនបាទចប់កូនភ្នំព្រហ្មវិហារធរតតែម្ដងបាទនេះអានេះគឺផ្លូវចេញទៅបាទខាងភ្នំព្រហ្មវិហារធរបាទយើងងាកទៅខាងនេះទៅគឺឃើញភ្នំព្រហ្មវិហារធរតែដល់ពេលថ្ងៃហ្នឹងគឺមេក្រូបាទជ្រងឆ្នាំងហ្នឹងសូត្រមន្តផងសូត្របុណ្យផងបាទនេះបាទជាប់ស្រះទឹកបាទសងខាងបាទនេះគឺស្រះទឹកនេះជាប់ភ្នំព្រហ្មវិហារធរបាទខាងនេះទឹកខៀវស្ងាត់បាទហើយខាងក្នុងព្រហ្មវិហារធរនោះបាទកំពុងតែរៀបចំបាទមមាញឹកដៃជើងមែនតែនអាត្រាក់ឈូសឆាយដីបាទដូចដែលពុកម៉ែបងប្អូនបានឃើញក្នុងคลิปវីដេអូមុនហើយបាទគឺខ្ញុំបានទៅផ្ដិតរូបភាពជាវីដេអូបាទនៅលើបាទមហាវេទិកាទេសនាមហាជាតិដកបាទបានរៀបចំបណ្ដាហើយបាទនៅតែក្រោយស្មៅទេបាទនេះតិចមែនតើពុកម៉ែបងប្អូនតិចបាទតាមកញ្ចោះនីមួយបាទកញ្ចោះនេះធំណាស់បាទកញ្ចោះនេះធំមែនតើបាទហើយនេះគឺមានផ្កានេះចេញផ្លែទៀតណាបាទមានដើមឫស្សីបាទជាម្លប់តិចដល់ពុកម៉ែបងប្អូនបាទដែលចូលរួមណាមកចូលលេងបុណ្យទេសនាមហាជាតិដកហ្នឹងបាទអាចសម្រាប់នៅកញ្ចោះនេះបាទហើយមិនដឹងថាជំរឿដល់ពេលហ្នឹងបើញាតិញោមពុទ្ធបរិស័ទគាត់មកច្រើនប៉ុណ្ណាទេយើងអត់ទាន់ដឹងដែរចាចាំមើលដល់ពេលប៉ុណ្ណោះគ្នាតែវីដេអូនេះគឺបាទធ្វើបច្ចុប្បន្នភាពដល់ពុកម៉ែបងប្អូនដែលជាប្រិយមិត្តទស្សនិកជនរបស់ដៃខ្មែរ TV ឲ្យបានដឹងថាបាទកញ្ចោះនេះគឺនៅទេបាទចំណាយពេលវេលាដ៏មានតម្លៃនេះបាទទេសនាវីដេអូដៃខ្មែរ TV ទាំងអស់គ្នាបាទដើម្បីជាបាទកំសាន្តអារម្មណ៍ផងបាទនឹងដឹងពីព្រឹត្តិការណ៍ផ្សេងផងបាទគ្រប់អរគុណច្រើនពុកម៉ែបងប្អូនបាទនោះឃើញដូចជាកត់មកសម្រាប់មុនដឹងពុកម៉ែបងប្អូនគ្នាមានភួយមានរឹងមានអីហ្នឹងបាទក៏សម្រាប់បាត់ហើយមិនមកទេទៅស៊ូគាត់សិនបាទអានេះកញ្ចោះនេះបាទឃើញទេពុកម៉ែបងប្អូនគ្នាតាមស្រះទឹកបាទឡើងទៅជាក់លហឹមបាទហើយខាងនោះគឺជាប់មហារោងបាទចូលលេងនេះស្រះទឹកនេះបាទស្រះទឹកបាទកញ្ចក់នីមួយបាទធំបាទតាមស្រះទឹកហើយយើងទៅដល់ខាងនោះគឺមានបាទកន្លែងអូសៀនបាទអូសៀនជាតិព្រហ្មចារីភ្នំព្រហ្មចារីនេះខ្ញុំទៅមើលអក្សរសិនពុកម៉ែបងប្អូនគ្នាបាទខុសត្រូវហើយចូលអធិស្ឋានផងបាទងាកមកមើលកញ្ចោះយើងវិញបាទនេះថតកញ្ចក់ឲ្យពុកម៉ែបងប្អូនបានទស្សនាបាទព្រឹត្តិការណ៍នេះអត់តាន់ទៅណាទេ